បាទឃើញថាសប្បាយមែនទេបងប្អូនអើយនៅសៀមរាបឆ្នាំនេះអត់បានប៉ុណ្ណឹងទូកខ្នាតវែងទេបងប្អូនប៉ុណ្ណឹងទូកទូចទោះបីថាប្រទេសយើងមានសង្គ្រាមក៏ពិតមែនប៉ុន្តែយើងអត់ភ្លេចទេនៃប្រពៃណីជាតិរបស់យើងបងប្អូនហ្នឹងហើយដល់ខែបុណ្យអុំទូកហើយបងប្អូនហ្នឹងហើយបានទៅលេងនៅណាខ្លះនៅឆ្នាំនេះនៅសៀមរាបមានការប៉ុណ្ណឹងទូកបងប្អូនប៉ុណ្ណឹងទូកខ្នាតទូចហ្នឹងហើយយើងអត់បានធ្វើធំដុំទេដោយសារតែប្រទេសយើងមានសង្គ្រាមអញ្ចឹងយើងអត់ប្រារព្ធធ្វើពិធីបុណ្យអុំទូកខ្នាតធំនៅភ្នំពេញអីទេបងប្អូនហ្នឹងហើយកាលថានៅតាមខេត្តរៀបចំកម្មវិធីប៉ុណ្ណឹងទូកឬក៏រៀបចំកម្មវិធីនៅតាមខេត្តដើម្បីកុំឲ្យស្ងាត់ពេកអញ្ចឹងណាហ្នឹងហើយអ្វីត្បិតតែប្រទេសយើងបានស្ងប់ស្ងាត់ប៉ុន្តែភ្ញៀវនៅតាមខេត្តនីមួយៗគឺមានការថយចុះបន្តិចបងប្អូនបាទនេះនៅសៀមរាបផ្ទាល់គឺបងប្អូនអាចមើលបាននៅសៀមរាបមានការប៉ុណ្ណឹងទូកខ្នាតទូចបងប្អូនហើយមនុស្សម្នាទៅលេងច្រើនដែរបងប្អូនហ្នឹងហើយប៉ុន្តែវាមិនសូវច្រើនកុះករដូចកាលឆ្នាំប្រហែលឆ្នាំមុនទេបងប្អូនបាទដោយសារតែយើងដឹងស្រាប់ហើយប្រទេសយើងវាមានបញ្ហាអញ្ចឹងទៅការដើរលេងក៏មានកម្រិតហើយការចាយវាយក៏មានកម្រិតដែរបងប្អូនប៉ុន្តែយើងអត់ចូលទេយើងនៅតែប្រារព្ធពិធីបុណ្យអុំទូកបដិបត្តិនេះជាក់ស្ដែងបងប្អូននេះបងប្អូនអាចមើលបានការប៉ុណ្ណឹងទូកនៅខ្នាតខ្លីមកទៅសบายមួយយ៉ាងដែរបងប្អូនគ្នា4-5នាក់ចែវចឹងនិយាយថាបើសិនជាប្រទេសយើងកុំមានបញ្ហាយើងនឹងប្រពៃពិធីធំដុំនៅដូចជានៅភ្នំពេញអីចឹងសบายបងប្អូនហ្នឹងហើយដូចឆ្នាំមុនអញ្ចឹងណាដោយសារថាយើងអញ្ចេះយើងប្រពៃនៅតាមខេត្តនីមួយគឺរៀបចំពិធីដែលការថាវាមិនសូវជាហឹកហាក់ដូចសពឆ្នាំអញ្ចឹងណាហ្នឹងហើយនេះបងប្អូនអាចទស្សនាមើលបានបងប្អូនខ្ញុំទៅគឺទៅលេងនៅខេត្តសៀមរាបបងប្អូនហ្នឹងហើយនៅម្នាទៅលេងច្រើនដែរបងប្អូនតែតាល្ងាចបន្តិចបានមនុស្សទៅច្រើននេះខ្ញុំទៅតាំងពីម៉ោង8ម៉ោង9ដល់ពេលគេអមម៉ោង2បងប្អូនបាទខ្ញុំប្រឹងថាមកផ្ទះវិញមិនអីសួរគេសួរអីទៅថាគេអមម៉ោង2អញ្ចឹងនៅចាំមើលគេប៉ុណ្ណឹងទូកសប្បាយម្យ៉ាងដែរបងប្អូនហ្នឹងហើយយើងដើរលេងតាមលក្ខណៈតាមខេត្តខ្ញុំអត់បាននៅដល់យប់ទេបងប្អូនដោយសារតែយើងទៅមានកូនងាកូនក្មេងកូនអីចឹងទៅយើងពិបាកខ្ញុំចង់នៅលេងដល់យប់ដែរហើយមុននឹងចែវទូកលេងក៏មានការឲ្យមានឲ្យយើងជិះជួលទូកជិះលេងមួយជុំអីចឹងដែរចឹងណាបងប្អូនដោយសារតែមុននឹងអុំទូកឲ្យភ្ញៀវជិះទូកលេងនិយាយពីថាកូនស្រីរបស់ខ្ញុំគឺសប្បាយបងប្អូនហ្នឹងហើយនេះគឺទស្សនវិជ្ជានៅតាមមាត់ស្ទឹងសៀមរាបបងប្អូនបាទហើយវីដេអូខ្ញុំគឺអត់មានអីច្រើនទេបងប្អូនមានតែប៉ុណ្្នឹងឯងបងប្អូនអាចតាមដានទស្សនាបានហ្នឹងហើយបាទអរគុណច្រើនបងប្អូនដែលទស្សនាវីដេអូរបស់ខ្ញុំបាទបាយបាយ